យើងជិះចាំដល់បបប្តីនាងហាម៉េចលោកលុយនេះច្រើនខ្លាំងណាស់ខ្ញុំមានលុយណាសងទេក្នុងកិច្ចសន្យាស្អីច្បាស់ណាស់បើគ្មានលុយសងទេត្រូវតែរកអស់យកដីពួកឯងរើបានពួកវាចេញហើយដាក់ផ្លាក់លក់ដីផងបាទឥឡូវខ្ញុំមានសំណើមួយខ្ញុំនឹងជួយចាញ់លុយទិញដីទិញផ្ទះនេះគឺនាងត្រូវធ្វើចំណាក់បម្រើខ្ញុំហើយទៅនៅផ្ទះខ្ញុំនឹងជួយធ្វើការងារសម្ការខ្ញុំនាងព្រមអត់មិនទៅទេកាត់អីហ្នឹងកូនបានមកមិនរីកចឹងឆ្នាំនេះសាលាគេមិនរើសគ្រូកិច្ចសន្យាទៀតទេម៉ែដោយសារតែមានគ្រូពេញសិទ្ធទៅបញ្ចូលមកថ្មីដោយសារតែរឿងហ្នឹងម៉ែម៉ែកូនអត់សប្បាយចិត្តអីហ្នឹងកូនយើងដើរមកចំហៀនគិតមកចំហៀនមានអីធ្វើហ្នឹងហើយចាម៉ែទៅផ្លាស់កៅអៅអាំងម្ហូបបាយចាគ្រូអ្នកគ្រូចេញទៅណាដែរខ្ញុំទៅយកបន្លែពីអ្នកពុំចាំឲ្យម៉ែលក់ហ្នឹងម៉ែចុះម៉ែវិញ ខ្ញុំថាទៅជួបអ្នកគ្រូនៅផ្ទះតែបានជួបអ្នកគ្រូតាមផ្លូវល្មមទៅរកខ្ញុំគ្រូបែរទៅរកខ្ញុំនឹងកាអីអូគឺខ្ញុំត្រូវទៅរៀនវគ្គបណ្ដុះបណ្ដាលនៅឯភ្នំពេញពីថ្ងៃចឹងហើយបានតែខ្ញុំចង់ជួបអ្នកគ្រូមុនពេលទៅអូចឹងគ្រូបែរទៅរកខ្ញុំចង់ប្រាប់រឿងហ្នឹងឯងចាយោយលេងឈរសាសងគ្នាកណ្ដាលផ្លូវចឹងហ្មងអត់ចេះខ្មាស់គេណែលោកទីរ៉ាត់និយាយស្អីហ្នឹងនិយាយអីចេះគិតផងសួស្ដីលោកស្រីលោកអូមិនណែនាំឈ្មោះខ្ញុំទេខ្ញុំស្គាល់ទេលោកគឺលោកគ្រូប៉ែតរ៉ាក់ហ្នឹងមែនទេតើសាសងគ្នាតទៀតខ្ញុំអត់រំខានទេស្អីចាប៉ែតនេះលោកគ្រូប៉ែតបានអញ្ចឹងខ្ញុំទៅសិនណាបានអ្នកគ្រូអូអ្នកគ្រូហើយទៅណាហ្នឹងអ្នកគ្រូអីហៅធម្មតាទៅបានហើយម៉ែខ្ញុំគាត់ឲ្យមកយកបន្លែបើចាញ់ចាំតិចខ្ញុំទៅបេះឲ្យបេះលឿនមកបញ្ញាប់នឹងបញ្ញាប់ទៅណាទេយូរមកចការខ្ញុំម្ដងសោះហ្នឹងសន្យាមួយរយៈហ្នឹងដូចនៅផ្ទះច្រើនណាអូគឺខ្ញុំចាប់កិច្ចសន្យាជាមួយសាលាអញ្ចឹងហើយមិនដឹងធ្វើអីក៏នឹងជួយធ្វើការម៉ែសិនទៅការងារឥឡូវពិបាករកសន្យារៀនបានខ្ពស់ប៉ុណ្ណឹងដែរនៅពិបាករកចុះសរំខ្ញុំទៀតប្រហែលនៅធ្វើចការរហូតហើយអើយធ្វើការអីក៏បានដែរកុំឲ្យតែលួចឆោតប្លន់គេទៅបានហើយមែនតាសន្យាអញ្ចឹងក៏ត្រូវដែរតែឥឡូវតែនិយាយបេះត្រាប់លឿនណាខ្ញុំបញ្ញាប់យកទៅឲ្យម៉ែទៅលក់បាទបើចឹងចាំតិចធ្វើដល់អ្នកគ្រូបរៀនហ្នឹងតែឈរសាសងគ្នាកណ្ដាលផ្លូវអត់ចេះខ្មាស់គេហ្មងពូហើយនិយាយចឹងអាសុយវាមកធ្វើការថ្ងៃហ្នឹងពូក៏អត់ដឹងដែរក្មួយអើយពូប្រាប់វាបើវាមកធ្វើការទេចាប់ពីស្អែកតទៅពូមិនបាច់ឲ្យវាមកធ្វើការទេបាទក្មួយបើអញ្ចឹងពូទេហៅវាមកឥឡូវហ្នឹងហើយពូប្រាប់វាបើមកធ្វើការក៏មកធ្វើការទៀតទេអាងតែខ្ញុំស្រួលយូរទៅធ្វើការកលេសខេបើរឿងខ្ចីលុយវិញលឿនជុំថ្ងៃហ្នឹងក្មួយរត់ធំមុំម៉ៅមកពីណាចេះហងៃដូចមិនអញ្ចឹងអាហ្នឹងក៏អញ្ចឹងទៀតទូរស័ព្ទតែមិនលើកទេហើយចាប់ផ្ទះចាប់ផ្ទះចាអូនាងគឺជាប្រពន្ធក្បាលបុនណាចាខ្ញុំហ្នឹងហើយមករកប្តីខ្ញុំទៅអីប្តីខ្ញុំគាត់ស្លាប់យូរហើយតាយើងជិះចាំដល់បបប្តីនាងថាម៉េច
យើងមិនខ្វល់ទេយើងមកនេះគឺមកទីលុយបើនាងគ្មានលុយសងទេយើងនឹងរឹបអស់យកដីទៅផ្ទះនេះហើយ លោកខ្ញុំសុំវល់បើលោករឹបអស់អញ្ចឹងឲ្យខ្ញុំទៅនៅណាហើយ ជារឿងរបស់នាងចង់ទៅនៅណានៅហើយខាងគេយើងរឹបអស់ ហើយបានផ្ទះសន្យាមនេះច្រើនដែរ ខ្ញុំសុំវល់ខ្ញុំរឹបអស់អីណាខ្ញុំសុំវល់ម៉ែមានរឿងអីពួកលោកធ្វើស្អីម៉ែខ្ញុំស្ទើរតែស្អាតបាត់មិនក៏មិនធ្វើមនុស្សចាស់អញ្ចឹង នេះគឺជាកូនរបស់អាបុនមែនទេពុកនាងច្បាក់អំណុលយើងឥឡូវនេះយើងមករឹបអស់ លោកស្មាងអីថាពុកខ្ញុំច្បាក់លុយឬមួយក៏ចេះតែមកចាប់ប្រកាន់គេផ្ដេសផ្ដាស់ទេ កិច្ចសន្យាដល់ដៃម៉ែនាងហើយនាងអាចមើលបាន តែទៅលៀនមិនពុកច្បាក់គេច្រើនម៉ែក៏មិនតាំងហឺនឹងដែរកូន ហ៎40លានអត់កើតទេយករឿងហ្នឹងទៅប្រាប់អារិតសិន ឥឡូវមិនបាច់និយាយច្រើនទេពីអ្នកម៉ែកូនហ្នឹងរើអីវ៉ាន់ទៅផ្ទះទៅគឺដីនេះហើយនៅផ្ទះនេះគឺខ្ញុំរឹបអស់ហើយ អត់ទេលោកខ្ញុំសុំវល់លោកពុកខ្ញុំក៏ជាអ្នកច្បាក់ឯងពុកខ្ញុំមិនដឹងរឿងអីទេលោកក៏គ្មានសិទ្ធអីមករឹបអស់ដីនៅផ្ទះរបស់ខ្ញុំឯងលោកខ្ញុំសុំវល់ទុកពេលខ្ញុំមួយឆ្នាំទៀតមកណាខ្ញុំនឹងរកលុយយកទៅសងលោកវិញ នៅក្នុងកិច្ចសន្យាស្អីច្បាស់ណាស់បើគ្មានលុយសងទេត្រូវតែរឹបអស់យកដីពួកឯងរើបានពួកវាចេញហើយដាក់ផ្លាក់លួចដីផង រើដល់ពួកឯងបាច់ខ្វល់ទេ មិនដែរពូតឡងឆាបរាជធានីឆ្ងាញ់អត់ ឡងឆាបរាជធានីនេះឆ្ងាញ់ណាស់ក្មួយ នេះពូឥឡូវសាកហូប popcorn នេះម្ដងមើល រាជធានី popcorn នេះក៏ឆ្ងាញ់ដែរក្មួយ បាទពូតឡងឆាបនិង popcorn រាជធានីឆ្ងាញ់ដូចគ្នា popcorn រាជធានីរចនាបថថ្មីមាន3រសជាតិមានរសជាតិ BBQ រសជាតិ cheese និងរសជាតិសារាយសមុទ្រតឡងឆាបនិង popcorn រាជធានីជាប្រភេទអាហារសម្រន់ញ៉ាំលេងក៏បានញ៉ាំមើលកុនក៏បានញ៉ាំបានគ្រប់ទីកន្លែងដំឡូងឆាបនិង popcorn រាជធានីផលិតឡើងពីដំឡូងហើយនិងពោតរបស់កសិករខ្មែរជាផលិតផលខ្មែរសុទ្ធ 100% ហើយមកកញ្ចប់ហ្នឹងប៉ុន្មានទេក្មួយ បាទពូដឡូងឆាបនិង popcorn រាជធានីមកកញ្ចប់តែ500រៀលទេអាចរកទិញបានគ្រប់តូបលក់ចាប់ហួយអារ៉ាត់ហ៎ ហ៎ពីកាយគេrồi vậy không គឺ នៅគឺគេមិននិយាយលឿនមក គឺ អើយបាច់គឺបាច់អីទេចាប់ស្អែកទៅហើយបាច់មកធ្វើការនៅឆ្កាញ អើយអារឿងធ្វើការទុំម្លាយសិនទៅជួយសន្យាសិនណា ហ៎សន្យាកើតអីអូកើតអីកើតទៅគ្មានអីពាក់ព័ន្ធមកយើង បើអញ្ចឹងអាចទៅរកគេអ្នកផ្សេងជួយមកក៏បានដែរ អេឈប់សិនមិនយើងឃើញស្លាប់ហើយយើងមិនចង់ជួយទេប៉ុន្តែប្រាប់យើងមកសន្យាកើតអីគេ គឺម្ចាស់ណោឲ្យសន្យាមករត់អស់ផ្ទះសន្យាបាត់ហើយ ហ៎ថាម៉េច ញ៉ាំទៅជួយនាងផង តោះមិនក៏ទៅជាបាននេះ លោកមកទៅអីលោកមកចង់សោះជាមួយឲ្យគ្រួសារខ្ញុំមែនទេ ចុះនាងមីងបានកន្លែងណានៅ កូនយើងទៅនៅណាយើងគ្មានកន្លែងនៅទេមិនដឹងទេប្រហែលជាទៅនៅវត្តហើយ ឥឡូវខ្ញុំមានសំណើមួយខ្ញុំនឹងជួយចាញ់លុយទិញដីទិញផ្ទះនេះគឺនាងត្រូវធ្វើចំណាក់បម្រើខ្ញុំហើយទៅនៅផ្ទះខ្ញុំនឹងជួយធ្វើការងារសម្ការខ្ញុំនាងព្រមអត់ មិនទៅទេ ខ្ញុំមើលតែមីងកំពុងតែឈឺបើនាងគ្មានកន្លែងស្នាក់នៅទេហើយនឹងញ៉ាំអាហារគ្រប់គ្រាន់
មីងប្រកាសជាឈឺកាន់តែធ្ងន់ហើយ ឬគ្រូសាខ្ញុំលោកកំចេះតោះម៉ែ នាងសំអាងលើអាគ្រូប៉ែននោះមែនទេស្មានតែវាជួយអីបាន ម៉ែលោកចង់បានអីឲ្យប៉ាត់ប្រកាស មិនចង់បានទេគ្រាន់តែចង់ជួយ អ